ជំរាបសួរបាទបងប្អូនចូលរួមជាតិគណៈពេលនេះខ្ញុំបាទស៊ីដេតកំពុងតែឈរនៅពីមុខយើងហៅថាសេះក្បាល5បាទតាមអ្នកជំនាញបាទឈ្មោះបែបខ្មែរយើងហៅថាសេះអូជ័យស្វរៈបាទតែខ្ញុំបាទធ្លាប់ជួបដើរជាមួយភ្ញៀវឥណ្ឌាឈ្មោះបែបសង្ស្ក្រឹតគឺថាអូជ័យស្រវៈហើយសេះក្បាល5នេះផងដែរគឺជាសេះមួយដែលមានកំណើតកើតចេញពីរឿងនៃការកោសមុទ្រទឹកដោះរវាងទេពហើយនិងអសលនិងទេវតាហើយនិងជាមួយពួកយក្សដូចមានចម្លាក់នៅតាមខ្លងទ្វារទាំង5នៃខ្លងទ្វារអង្គរធំហើយនឹងចម្លាក់នៅរោងទងឬក៏ថែវខាងកើតនៃប្រាសាទអង្គរវត្តរវាងទេពបាទហើយនិងយក្សគោយកទឹកអមរិតទេប៉ុន្តែនៅពេលដែលគោយកទឹកអមរិតហ្នឹងមានវត្ថុទឹក6យ៉ាងដែលកើតចេញពីការកោសមុទ្រទឹកដោះដូចជាទេពអប្សរអប្សរារាប់រយអង្គរេរាំលើអាកាសហើយប្រម៉ែស្រីលក្ខស្មីក្រោយមកខ្លាយជាមហេសីរបស់អង្គព្រះវិស្ណុដំរីក្បាល3អិរាវ័នបាទក៏ជាយានជំនិះរបស់ព្រះឥន្ទខ្លាយជាយានជំនិះរបស់ព្រះឥន្ទហើយសេះក្បាល5នេះមិនមានជាយានជំនិះរបស់អរិទេពអង្គណាមួយទេគឺព្រះអង្គនៅឋានព្រហ្មលោកបាទมันមានជាយានជំនិះរបស់អរិទេពណាមួយទេហើយផ្កាបណ្ណជាតិបាទហើយនឹងទឹកអមរិតក្រោយបាទចេញនៅទឹកអមរិតក្រោយពីការកោរយៈពេល1000ឆ្នាំទឹកនៃទេពហើយនឹងទេវតាមិនមែនមនុស្សទេណាព្រោះនេះជារឿងតាក់ទងទៅនឹងទេវកថាអញ្ចឹងទេវកថាវាខុសពីរឿងព្រេងកថាហើយនឹងប្រវត្តិសាស្ត្របាទទេវកថាគឺជារឿងដែលតាក់ទងគឺសម្ដីរបស់ទេពបាទហ្នឹងគឺសេះក្បាល5អូជ័យស្វរៈដែលនៅក្បាច់ដែលដូនតាឆ្លាក់ហ្នឹងគឺផុសល្អមែនតើណាបងប្អូនមើលគ្រប់មិនមែនតែសេះទេមនុស្សហើយផ្កាឈូកបងប្អូនមើលបងប្អូនដាក់ផ្កាឈូកឡើងក្រៀមហើយខែនេះទឹកអទិនស្រកទេបងប្អូននេះបាទទឹកអទិនស្រកទេមើលក្បាច់មើលផ្កាឈូកអស្ចារ្យបងប្អូនបាទនេះមើលតបផ្កាឈូកផុសលៀនមកបាទពួកនេះជាទេពបាទបងប្អូនមើលផ្កាឈូកបាទនេះឈរលើផ្កាឈូកណាជាទេពមើលនេះកន្លែងនេះអស្ចារ្យមែនតើបាទចម្រាក់នេះចូលមកចង្អាមនេះលុកចង្អោដៃនេះក៏អត់ផុតដែរណាបងប្អូនមើលនេះជ្រៅយ៉ាងណាចម្លាក់នៃដូនតាឆ្លាក់នេះបាទក្បាច់ជ្រៅមែនតើក៏ប៉ុន្តែដូចក្បាច់ប្រទីស្រីអញ្ចឹងក៏ប៉ុន្តែថ្មនេះគឺជាថ្មភក់បាទខុសពីថ្មនៅប្រាសាទប្រទីស្រីបងប្អូនមើលនៅទេពអប្សរដែលផុសចេញពីការកោសមុទ្រទឹកដោះនៅក្នុងរឿងទេវកថាដែលភាសាសំស្ក្រឹតតាមបែបឥណ្ឌាគេហៅថាសមុទ្រាមន្ថិនណាសមុទ្រាមន្ថិនហ្នឹងគឺរឿងយើងថាគោសមុទ្រទឹកដោះហ្នឹងមិនមែនទឹកដោះគោទេមិនមែនទឹកដោះគោឆៅទេបងប្អូនគឺតាក់ទងទៅនឹងទឹកអមរិតបងប្អូនមើលនេះស្អាតណាស់បាទក្បាច់ដែលដូនតាយើងបន្សល់ទុកឲ្យយើងបងប្អូនបាទមើលខាងលើនោះទៀតបាទនិយាយទៅក្បាច់គឺថាស្ញប់ស្ញែងអស្ចារ្យស្នាដៃដូនតារបស់យើងបងប្អូនហើយមួយទៀតបងប្អូនសេះក្បាល5នេះតើមានអត្ថន័យយ៉ាងណាហ្នឹងតែតាកតងលោកគ្រូច័ន្ទភក្តីហ្នឹងគាត់ថាតាកតងទៅនឹងអំណាចទាំង5អីចឹងណាបងប្អូនបាទហើយកន្លែងនេះលៀនចូលរំរីប្របាទជ័យមន្ទី7ព្រះអង្គគោរពពុទ្ធសាសនាបែបមហាយានអញ្ចឹងពុទ្ធសាសនាបែបមហាយានក្តីថេរវាទក្តីគឺព្រះអង្គតែងប្រកាន់ភ្ជាប់ទៅនឹងសិល5ដែលជាអាចទៅថាជាសិលអាចប្រែថាក្បាលណាអញ្ចឹងក្បាលទាំង5ហ្នឹងបើថាអាចតំណាងឲ្យសិលទាំង5ដែលជាប្រភពដែលជាក្បាលនៃសិលមានបាណាតិបាតាការមិនសម្លាប់សត្វអត្តនេទានាការមិនលួចទ្រព្យសម្បត្តិគេកាមេសុមិច្ឆាចារាការមិនប្រព្រឹត្តខុសក្នុងកាមបាទមុសាវាទាការមិនពោលនៅពាក្យកុហកបាទហើយសុរាមេរយៈការមិនសែបនៅគ្រឿងញៀនក៏ដូចជាគ្រឿងសវឹងទាំងឡាយទាំងពួងអញ្ចឹងណាបងប្អូនបាទអញ្ចឹងនៅក្នុងពុទ្ធសាសនាមហាយានក៏មានHari Kriva ហ្នឹងក៏ជាសេះដែរ Hari Kriva ហើយមានសេះមួយទៀតយើងហៅថាសេះបាលហៈដូចជានៅប្រាសាទអ្នកពាន់បាទប៉ុន្តែសេះបាលហៈគឺមានស្លាបបាទតែអត់មានក្បាល5អញ្ចឹងទេអញ្ចឹងនេះគឺជាមតិលើកឡើងរបស់អ្នកជំនាញមួយចំនួនថាតើសេះនេះជាសេះអូជ័យស្វារៈឬ Hayagriva ឬក៏សេះបាលហៈ
បាទប៉ុន្តែព្រះអង្គប្របាទជ័យមន្ទី7ព្រះអង្គគោរពពុទ្ធសាសនាមហាយានផងគោរព Hindu សាសនាផងបាទអញ្ចឹងណាបងប្អូននេះមកខាងទៀតបាទខាងនោះយើងមានមួយខាងហើយខាងនេះដែលនៅល្អមានតែ2ទេបងប្អូនហើយយើងមើលក្បាច់ដូចខ្ញុំបានរៀបរាប់អញ្ចឹងគឺនៅលើផ្កាឈូកស្អាតណាហើយជ្រៅមែនតែននៅកន្លែងនេះមានពេញពីងពាត់បាទជំវិញនៅសេះក្បាល5បាទអុច័យសវរៈឬអុច័យស្រវៈឈ្មោះទៅតាមភាសាសំស្ក្រឹតមើលផ្កាឈូកនេះសាសាដែរនេះយកឲ្យកັບបន្តិចបាទសាមែនតើតែនេះជាទស្សនភាពបាទមិនមែនជាការចែករំលែកប្រវត្តិសាស្ត្រហ្នឹងមិនបានល្អិតល្អន់ដោយគេអ្នកជំនាញទេព្រោះមគ្គទេសមិនមែនជាអ្នកជំនាញទេណាបងប្អូនគ្រាន់តែបង្ហាញផ្លូវក៏ដូចជារៀបរាប់នៅអ្វីដែលបានដឹងត្រុសមកមានប្រមាណប៉ុណ្ណេះទាក់ទងនឹងឈ្មោះក៏ដូចជាប្រវត្តិនៃសេះក្បាល5ថាកើតចេញពីណាគឺការកោសមុទ្រទឹកដោះជាទេពហើយកើតមកគឺកន្លោះកមុំដោយអប្សរាអីចឹងគេហៅថាកំណើតមួយយើងហៅថាឧបបាទកកំណើតគឺជាកំណើតរបស់ទេវតាគឺកើតដោយបុណ្យណាពូប្រែតនរោអីក៏ជាឧបបាទកកំណើតដែរតែកើតដោយអំពើបាបអញ្ចឹងណាបងប្អូនអញ្ចឹងការថាអធិប្បាយខ្លីៗទាក់ទងនឹងសេះក្បាល5មានប្រមាណប៉ុណ្ណេះបាទខន្តីអធិស្ឋានអភ័យទោសខ្ញុំបាទជីទេសូមនមស្ការលាសូមជម្រាបលាបាទសូមអរគុណនិងសូមអរគុណ